នេះគឺជាប្រវត្តិនៃការដកលុយចេញពីក្នុងហ្គេមនឹងមួយនេះគឺចំនួន$4.24 សេនដែលខ្ញុំបានធ្វើការដកចេញពីក្នុងហ្គេមមួយនេះអញ្ចឹងឥឡូវវាទទួលបានជោគជ័យហើយវាចេញពាក្យថា successful withdrawal បាទចំពោះខ្ញុំមើលបងប្អូនណាឃើញទេណាអញ្ចឹងជា total គឺខ្ញុំរកបានជាមួយនឹងហ្គេមនេះបានទៅដល់$216បាទបន្ទាប់ពីខ្ញុំបានដកចំនួន$4.24 សេននឹងថែមទៀតសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ការទស្សនាជាមួយនឹងវីដេអូថ្មីបន្តទៀតនៅក្នុង Channel YouTube របស់ខ្ញុំ Mr. Thon Game KH បងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញបងប្អូនយើងតាក់ទងជាមួយនឹងការដកលុយចេញពីក្នុងហ្គេមបន្តទៀតដែលសារខ្ញុំខានធ្វើវីដេអូបង្ហាញបងប្អូនយើងច្រើនថ្ងៃមកហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញជាមួយនឹងការដកលុយចេញពីហ្គេមបន្តទៀតបងប្អូនចឹងឥឡូវតោះបងប្អូនយើងមកទស្សនាទាំងអស់គ្នាតាក់ទងជាមួយនឹងការដកលុយជាមួយនឹងហ្គេមហ្នឹងអញ្ចឹងហ្គេមហ្នឹងគឺខ្ញុំអត់ទាន់បង្ហាញឈ្មោះទេបងប្អូនយើងអាចទៅមើលវីដេអូពេញណាដើម្បីដឹងថាតើការដកលុយរបស់ខ្ញុំហ្នឹងចេញពីក្នុងហ្គេមមួយណាអូខេអញ្ចឹងខ្ញុំប្រាប់បងប្អូនយើងបន្តិចតាក់ទងមួយការដកលុយហ្នឹងហើយបើសិនជាបងប្អូនចង់ធ្វើការចូលឈ្មោះបាទអញ្ចឹងបងប្អូនយើងអាចចុចនៅលើវីដេអូមួយណាក៏បានដែរដែលនិយាយតាក់ទងជាមួយនឹងវីដេអូហ្នឹងគេដកលុយចេញបន្ទាប់មកបងប្អូនចុចលើចំណងជើងដើម្បីបងប្អូនយើងទៅរកមើល link កម្មវិធីហ្នឹងយកមក download យកមកប្រើប្រាស់ឬក៏ download យកមកលេងអញ្ចឹងបន្តមកទៀតបងប្អូនយើងចុចនៅលើទៅនេះដែលមានពាក្យថាច្រើនទៀតនេះពាក្យថាច្រើនទៀតហ្នឹងបាទចុចលើពាក្យថាច្រើនទៀតហ្នឹងមកបាទបន្ទាប់ពីបងប្អូនចុចលើពាក្យថាច្រើនទៀតបងប្អូននឹងឃើញ link ពណ៌ខៀវបាទពណ៌ខៀវបាទបងប្អូនចុចលើ link ពណ៌ខៀវនេះមកដើម្បីបងប្អូនយើងអាចទៅឡើងកម្មវិធីនោះបានដោយទូរស័ព្ទដៃ Android របស់គ្នាបាទអូខេអញ្ចឹងឥឡូវតោះយើងកុំឲ្យខាតពេលវេលាយូរបងប្អូនទទួលសនាទាំងអស់គ្នាបាទតាក់ទងជាមួយនឹងការដកលុយពីហ្គេមទាំងអស់គ្នាតោះ Let's go អូខេបងប្អូនទាំងអស់គ្នាឥឡូវចូលមកដល់កម្មវិធីហ្គេមមួយនេះហើយអញ្ចឹងនេះគឺជាទម្រង់កម្មវិធីហ្គេមមួយនេះដែលខ្ញុំហៅថាចោលថ្មបាទអញ្ចឹងនៅក្នុងហ្គេមនេះគឺខ្ញុំបានធ្វើការលេងហើយខ្ញុំបានសន្សំវាផងដែរជាកាក់អញ្ចឹងដល់ពេលវេលាដែលខ្ញុំអាចដកលុយបានហើយខ្ញុំដកចេញពីក្នុងហ្គេមមួយហ្នឹងទៅក្នុងគណនី PayPal បាទអញ្ចឹងបងប្អូនចង់ដឹងថាតើការដករបស់ខ្ញុំគឺទទួលបានជោគជ័យឬក៏អត់តោះទៅធ្វើការទស្សនាទាំងអស់គ្នាតាក់ទងជាមួយការដកហ្នឹងឥឡូវបងប្អូនចុចចូលលេខកាក់ហ្នឹងមកនេះបាទនៅក្នុង balance នៃកាក់ហ្នឹងមកនេះបាទនៅខាងលើនេះចុចលើ balance កាក់ហ្នឹងមកបន្ទាប់មកទៀតមកដល់ទម្រង់នេះគឺបងប្អូនយើងនឹងឃើញមានលុយរបស់ខ្ញុំនៅក្នុងទីនេះប៉ុន្តែខ្ញុំសូមធ្វើការបង្ហាញជាមួយនឹងប្រវត្តិនៃការដករបស់ខ្ញុំជាមួយនឹង game ហ្នឹងដែលខ្ញុំបានដកពីមុនសិនបាទខ្ញុំបង្ហាញសិនបាទខ្ញុំមានចំនួនទឹកលុយគឺ$4.22សេនបាទគឺវាអត់តន់ឡើងទេជាមួយទៅទៀតវាឡើងប្រហែលជាប្រហែលសេនថែមទៀតអញ្ចឹងចុចលើទៅនេះមកបាទខ្ញុំបង្ហាញពីប្រវត្តិនៃការដកលុយសិនបាទនេះចឹងអានេះគឺជាប្រវត្តិនៃការដកលុយរបស់ខ្ញុំកន្លងមកបាទដែលខ្ញុំឆ្លៀតធ្វើការលេងឲ្យបានបង្ហាញបងប្អូនយើងជាមួយវីដេអូហ្នឹងគឺដោយសារតែខ្ញុំធ្វើការលេងជាមួយនឹងហ្គេមមួយហ្នឹងអញ្ចឹងអ្នកនាងអញ្ចឹងខ្ញុំរកបានទៅដល់$212អ្នកនាងបាទអត់តន់បូកជាមួយនឹង$4ខូចទេណានៅឯបាទអូខេអញ្ចឹងខ្ញុំរកបានចំនួន$212គឺខ្ញុំបានដកចេញដោយជោគជ័យដកពីគណនីហ្គេមនេះទៅក្នុងគណនី PayPal របស់ខ្ញុំបាទឥឡូវខ្ញុំសូមធ្វើការចេញមកវិញខ្ញុំចូលទៅក្នុងការដកតែម្ដងអ្នកនាងណានេះអូខេអញ្ចឹងលុយរបស់ខ្ញុំគឺបានកើន2សេនថែមទៀតអ្នកនាងមិញទៅ$4.22ទេឥឡូវឡើងទៅដល់$4.24អូខេអញ្ចឹងបងប្អូនខ្ញុំធ្វើការចុចពាក្យថា withdraw all នេះមកហ្នឹងហើយបន្ទាប់មកទៀតមកដល់ទម្រង់នេះគឺបើសិនជាបងប្អូនថ្មីបាទថ្មីដកដំបូងអញ្ចឹងណាអញ្ចឹងវាចុចពាក្យថា withdraw មិញហ្នឹងវាឲ្យយើងធ្វើការបញ្ចូលជាមួយនឹង Gmail PayPal ហើយនឹងឈ្មោះ PayPal បាទបន្ទាប់ពីបងប្អូនធ្វើការបញ្ចូលឲ្យបានត្រឹមត្រូវអស់ហើយបងប្អូនធ្វើការចុចពាក្យថា confirm មកនេះចុចពាក្យថា confirm គឺមកដល់ទម្រង់បែបនេះហើយបាទមកដល់ទម្រង់បែបនេះគឺបងប្អូនយើងពិនិត្យមើលម្ដងទៀតបើសិនជាគិតថាត្រឹមត្រូវហើយចង់ធ្វើការទៅមុខបន្តទៀតបងប្អូនធ្វើការចុច confirm មកបាទចុច confirm ទៅគឺបងប្អូនយើងទៅមុខបន្តទៀតហើយគឺស្នើដកលុយនៅចំនួន$4.24ឬក៏លើសនឹងបានអ្នកនាងបាទហ្នឹងហើយអញ្ចឹងហ្គេមនេះគឺយើងដកចាប់ពី20សេនឡើងទៅហើយបើសិនជាករណីបងប្អូនយើងដកម្ដងជា2ដង3ដងឡើងទៅហើយបងប្អូនធ្វើការដកលើកខូចគឺ$1ឡើងទៅឥឡូវយើងធ្វើការចុច confirm បាទ
មកដល់តម្រងទៅនេះគឺបងប្អូននឹងឃើញទឹកលុយគឺដាក់ថា US 20ជាស្រាយ US $4.24 ចុចលើប៊ូតុងនេះមកបាទហ្នឹងលោកនេះអញ្ចឹងបន្តមកទៀតគឺបងប្អូនយើងនឹងឃើញលុយបើគឺបានកាត់ចេញពីក្នុង balance នៃកន្លែងកាក់នេះអស់ហើយអញ្ចឹងយើងក៏លើកមើលនៅខាងលើនេះគឺឃើញនៅខាងលើនេះបាទអញ្ចឹងវាបានចេញនៅតម្រងវាខុសពីគេពីឯងហ្នឹងឃើញណាបាទដោយសារខ្ញុំទៅតែនឹងដកអញ្ចឹងវាធ្វើឲ្យការដករបស់យើងនឹងគឺអត់ទាន់ជោគជ័យទេគឺត្រូវតម្រូវបងប្អូនយើងរងចាំសិនហើយចំពោះការរងចាំខ្ញុំធ្វើការrecommend ថាមិនរងចាំយូរទេបងប្អូនបាទគឺរងចាំអត់យូរទេបាទអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំបានដកចេញទៅហើយអ្វីដែលខ្ញុំត្រូវធ្វើទៀតនោះគឺបងប្អូនយើងទៅលេងហ្គេមឬក៏បំពេញលក្ខខណ្ឌបន្តទៅណាអញ្ចឹងឥឡូវនេះគឺខ្ញុំបានដកចេញទៅហើយចំនួន$4.24 សេនឥឡូវខ្ញុំសូមធ្វើការ stop វីដេអូនោះសិនដើម្បីខ្ញុំរងចាំលុយនឹងធ្លាក់ចូលមកក្នុងហ្គេមនេះហើយខ្ញុំចាំលុយធ្លាក់ចូលទៅក្នុងគណនី PayPal បាទអូខេអញ្ចឹងសូមធ្វើការ stop ទៅប៉ុណ្្នឹងសិនបាទអរគុណអូខេបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានរងចាំណាឥឡូវគឺខ្ញុំបានមកត្រឡប់មកម្ដងទៀតហើយខ្ញុំបង្ហាញបងប្អូនយើងពីប្រវត្តិនៃការដកបាទអញ្ចឹងឥឡូវខ្ញុំចូលមកក្នុងហ្គេមនេះហើយខ្ញុំបង្ហាញពីប្រវត្តិនៃការដកសិនចូលលេខកាក់មកបាទចូលលេខកាក់ហ្នឹងមកហើយបន្ទាប់មកបងប្អូនចុចនៅខាងលើគេនេះហ្នឹងហើយអ្នកគ្នាអញ្ចឹងបន្ទាប់មកទៀតគឺបងប្អូននឹងឃើញទឹកលុយឯនេះគឺ$4.24 សេនបាទគឺខ្ញុំទទួលបានជោគជ័យហើយបាទទទួលបានជោគជ័យមែនហើយការដែលខ្ញុំធ្វើការដកហ្នឹងគឺវាខុសគេវាចេញអក្សរខុសគេអញ្ចឹងណាវាចេញពណ៌ខ្មៅតែពេលនេះវាចេញពណ៌បៃតងដូចគ្នាដូចគេនេះឯងដែរអញ្ចឹងណាអញ្ចឹងប្រវត្តិនៃការដកខ្ញុំបានគូសក្រហមបងប្អូនមើលខាងលើហ្នឹងគឺជាប្រវត្តិនៃការដកនៅក្នុងថ្ងៃហ្នឹងបាទអូខេអញ្ចឹងជា total withdrawal របស់ខ្ញុំគឺខ្ញុំធ្លាប់ធ្វើការដកបានទៅដល់216ហើយទាំងលើកនេះម្ដងទៀត216បាទហ្នឹងជាលុយ total របស់ខ្ញុំអ្នកនាងហើយលុយហ្នឹងគឺខ្ញុំបានដកចេញមកក្នុងគណនី PayPal អស់ហើយខ្ញុំបានដកមកចាយឬក៏ដកបន្ទុកនៅក្នុងធនាគារខ្មែរយើងផងដែរដូចជា AC ឬក៏ ABA បាទនេះគឺជាវិក័យប័ត្រឬក៏ប្រវត្តិនៃការទទួលបានលុយដែលខ្ញុំបានដកចេញពីក្នុង game មិញហ្នឹងចូលមកក្នុងគណនី PayPal បាទនេះគឺជា PayPal បាទអ្នកនាងដែលគាត់មកថ្មីបើសិនជាអត់ស្គាល់ទេគឺអាចមកស្វែងយល់បន្ថែមបានអ្នកនាងនេះប្រវត្តិនៃការដករបស់ខ្ញុំជាមួយនឹង game ចោលថ្មនេះគឺចំនួន$4 បូក24នោះបាទបូក$4.24 សេនបងប្អូនឃើញណាហ្នឹងហើយបងប្អូនឃើញអ្វីខ្ញុំបានគូសបានបន្ទាត់បកក្រហមហ្នឹងទៅបងប្អូននឹងឃើញទឹកលុយនៅក្នុងហ្នឹងហើយបាទអញ្ចឹងបងប្អូនយើងអាចផ្ទៀងផ្ទាត់មើលបានអ្នកនាងអញ្ចឹងលុយរបស់ខ្ញុំគឺចំនួន$4.24 សេនគឺទទួលបានជោគជ័យហើយលុយ total PayPal របស់ខ្ញុំគឺដល់ទៅរហូតដល់$99ហើយអ្នកនាងបាទអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនចាំជួបvớiខ្ញុំនៅក្នុងវីដេអូក្រោយទៀតបាយបាយ